ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំបង្ហាញរបៀបធ្វើផែនស្វាយខ្លីៗទេគឺយើងមានស្វាយកិនរួចស្រេចយើងដាក់កូរនៅលើភ្លើងកូរវាវឹកចុះឡើងរហូតកុំឲ្យដកដៃដោយសារតែវាអាចនឹងខ្លោចបាតខ្ទះហើយវានៅពេលដែលវាចាប់ផ្ដើមពុះគឺវានឹងផ្ទុះចឹងអ្នកនរគ្នាត្រូវប្រុងប្រយ័ត្នកូរវាឲ្យញាប់ហើយចុងក្រោយគឺយើងបានសាច់ស្វាយរៀងឡើងខាប់បែបនេះគឺវាដាច់ទឹកល្អហើយនេះជាវិធីដែលខ្ញុំមើលវាថាដាច់ទឹកអត់គឺដាក់ឲ្យវាហូរវាអត់ហូរទេបន្ទាប់មកគឺយើងចាក់វាទៅលើខ្ទះសំទោសចាក់ទៅលើថាសបន្ទាប់មកគឺយើងវែកវាឲ្យវារៀបស្មើនឹងថាសដោយសារវគ្គនេះវារៀងដាច់ទឹកចង់ជ្រុលហើយវាចង់ឲ្យស្ងួតពេកអញ្ចឹងពេលចាក់មកវារៀងមានសភាពពិបាកនេះជាផែនស្វាយដែលយើងចាក់រួចរាល់យើងគៀវាស្អាតហើយព្រឹកឡើងខ្ញុំដាក់ហាលថ្ងៃមួយថ្ងៃពេលល្ងាចឡើងពេលដែលយើងសាមកគឺវាមានសភាពបែបនេះហើយយើងនឹងបកវាហើយនេះគឺជាផែនស្វាយខ្ញុំធ្វើថ្ងៃមុនល្អមើលណាស់ល្បីមើលពណ៌ហើយនេះគឺផែនស្វាយដែលយើងបករួចអ្នកនរគ្នាមើលទៅសភាពវាបែបនេះខ្ញុំចូលចិត្តកាត់វាដុំៗបែបនេះដាក់ចូលក្នុងទូទឹកកកជាការស្រេច